ណាយើងញ៉ាំអីជ្រៅជាច្រើនណាស់ហើយណាមួយយប់ក៏ជ្រៅដែរខ្ញុំដូចជារឿងស្រវឹងហើយនេះតោះយើងគិតលុយហ៎មិនអីទេតារ៉ាចាំខ្ញុំមកវិញខ្ញុំសុំទៅទីនោះមួយផ្លែតខ្ញុំទៅជួបមិត្តភក្តិខ្ញុំផ្លែតណាតារ៉ាចាំខ្ញុំបន្តិចទៅពេលនិយាយហើយបូរ៉ាបានចាក់ចេញទៅបាត់នៅសល់តែតារ៉ាអង្គុយចាំយូរទៅយប់ក៏ជ្រៅម្ចាស់ហាងបានមកសួរនាំចាសូមទោសបងប្រុសហាងយើងខ្ញុំត្រូវការបន្ថយខ្ញុំចង់ឲ្យបងប្រុសគិតលុយឲ្យពួកខ្ញុំតើបងប្រុសអាចគិតលុយឲ្យពួកខ្ញុំបានទេបាទចាមិនអីទេបងប្អូនស្រីឲ្យបងមកតើអស់ប៉ុន្មានទៅបងប្អូនស្រីចាំបន្តិចទៀតពូម៉ាក់បងនឹងមកហើយចាបងប្រុសគឺអស់$500បងខ្ញុំមិនអាចចាំបានទេព្រោះហាងរបស់ខ្ញុំត្រូវការបិទហើយសូមបងអញ្ជើញចេញលុយឲ្យមកបើមិនបងមិនបានចេញលុយទេហាងខ្ញុំនឹងប្តឹងប៉ូលីសឲ្យមកចាប់បងហើយថាម៉េចអស់$500ធូរតែពេលនេះខ្ញុំអត់ទាន់មានលុយទេខ្ញុំចាំមិត្តភក្តិរបស់ខ្ញុំតើអាចចាំបានទេ$500ខ្ញុំមិនអាចចេញបានទេចាបងប្រុសខ្ញុំមិនអាចចាំបងបានទេព្រោះហាងរបស់ខ្ញុំត្រូវការបិទហើយបងប្រុសអញ្ចឹងបងចាំទៅដោះស្រាយនៅប៉ុស្តិ៍ប៉ូលីសទៅមនុស្សស្អីញ៉ាំរបស់គេហើយមិនឲ្យលុយគេទៀតអើយយ៉ាប់ណាស់ទីបំផុតតារ៉ាគ្មានលុយឲ្យថ្លៃហាងគេត្រូវបានប៉ូលីសនាំទៅប៉ុស្តិ៍ដើម្បីដោះស្រាយហើយត្រូវតារ៉ាហៅប្រពន្ធរបស់គេឲ្យមកដោះស្រាយហើយនឹងចេញលុយជំនួសនេះជាមេរៀនរបស់តារ៉ាលើក្រោយបើគ្មានលុយទេសូមកុំទុកចិត្តគេទោះបីជាគេប៉ាវក៏ដោយគឺយើងមិនត្រូវទុកចិត្តគេឡើយបាទរឿងនេះគឺបញ្ចប់នៅត្រឹមនេះឯងសូមអរគុណច្រើនសម្រាប់ការតាមដានសូមជួយ Subscribe ហើយនិង Share Like Comment ឲ្យខ្ញុំផងដើម្បីទទួលបានវីដេអូបន្តទៀតអរគុណច្រើនសូមជម្រាបលា